បើវាពិបាកចឹងតើតែរកកន្លែងបន្ធូរអារម្មណ៍តែរកកន្លែងបន្ធូរអារម្មណ៍នេះមនុស្សខំបារម្ភស្ទើរស្លាប់តើប៉ិតតែលេងជាមួយស្រីមែនទេតែលេងស្រីដែរមែនទេអើយមិនបានតែលេងស្រីទេកុំរករឿងបានទេងុយណាស្អែកឡើងចាំនិយាយគ្នាទៀតតែនិយាយថ្ងៃនេះមិនលេងមកថាមិនដឹងទេឲ្យបងច្រឡុយទិញពេជ្រសំគាត់ឲ្យទៅតែបានបើមិនចឹងទេយើងទាំងពីរនាក់ត្រូវមិនខានដឹងទេលើនេះគាត់និយាយមែនទេណានិយាយឯងណាតែម្ដងឬឯងទៅថាយកលុយទៅរកទីអង្ការបានយកលុយទៅខាងវិញមិនលេងអានេះទេបើគាត់ជាបានណាមិនបាច់បារម្ភទេតែពេលនេះដេកសិនណាមកអូយកន្លែងខ្ញុំទេហើយម៉ែប្រមាថក្រោកឡើងទៅមុតទៅសិនទៅលឿនឡើងក្រោកឡើងទៅមុតទៅដល់ទៀតទៅមិនលេងហើយគាត់មែនទេហើយណោះចបានស្រីរបស់យើងមើលទៅប្រហែលជាស្អាតណាស់ណោះទៅអើយស្អាតពិតមែនណោះចាំមកនាំឲ្យស្គាល់ពួកនៅទីនេះរបស់គ្នាថ្ងៃនេះខ្ញុំនិយាយនឹងណែនាំឲ្យអ្នកនរគ្នាបានស្គាល់ច្បាយស្រីថ្មីនៅទីនេះជាភរិយាខ្ញុំបាទច្បាយស្រីយ៉ាត់ហ្វាជំរាបសួរច្បាយស្រីជំរាបសួរបាទប្រពន្ធច្បាយស្អាតនេះស្អាតពណ៌សម្បុរពណ៌ស៊ីចម្ពូគួរឲ្យស្រឡាញ់ដល់ហើយណោះរបៀបចិត្តល្អផងខុសពីម្នាក់កាលពីថ្ងៃមុនទៅទៀតអើយពួកយើងបំបីគ្នាធ្វើការទៅណាច្បាយនេះស្រីយើងបានសម្រាប់ផងទៅជំរាបលាច្បាយស្រីកុំអីច្បាយស្រីកុំឲ្យនឿយហត់មិនអីទេខ្ញុំជួយចាច្បាយស្រីចេះធ្វើដែរចាឬមិនយ៉ាងប្រាប់ថាច្បាយស្រីជាអ្នកបង្កបានខ្លះដែរសម្លម្ជូរគេធ្វើញឹកញាប់ណាចាទីនេះគេហៅថាម្ជូរលឿនមែនទេចាខ្ញុំឲ្យអ្នកនៅទាំងជួយបង្រៀនខ្ញុំចាស្រីប៉ិនដល់ហើយបែបនេះច្បាយប្រស្រឡាញ់ស្លាប់ហើយទៅធ្វើទៅណាលោកគ្រូពេទ្យមិនហើយអ្នកស្រីយ៉ាត់ហ្វានោះនៅក្នុងផ្ទះបាយខ្ញុំធ្វើហងគួរចំណែនលោកតោណាអ្នកនាងយ៉ាត់ហ្វាជាស្រីនៅផ្ទះហើយក៏មិនប្រកាន់ខ្លួនផងតែទាំងអាចចូលចោះជាមួយពួកយើងបានទៀតមិនដឹងថាមានសំណាងដូចជាលោកតោឬទេនេះមនុស្សយើងជួនកាលក៏មានសំណាងរហូតដែរគ្រូពេទ្យមិនលោកតោនិយាយបែបនេះឬមួយអ្នកទាំងពីរមានបញ្ហានឹងគ្នារឿងដែលអ្នកស្រីយ៉ាត់ហ្វាមិនព្រមនិយាយរឿងតោខ្លួនឲ្យលោកស្ដាប់គឺដូចខ្ញុំធ្លាប់និយាយប្រាប់គ្រូពេទ្យអញ្ចឹងថាជាត្រូវប្រើពេលបន្តិចបាទ